សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរ admin នឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យវិលត្រឡប់ទៅរកភាពអតីតកាលប្រហែលជាង10ឆ្នាំមុននៅពេលនោះដែរមានបរិះកំឡោះម្នាក់ដែលមានឈ្មោះថាវីរៈដែលគាត់កំពុងប្រកបមុខរបរជាអ្នករចនា graphic design ម្នាក់ដែលឯករាជ្យហើយពេលនោះដែរគ្រួសាររបស់គាត់មានចំនួន3នាក់ហើយវីរៈគឺជាបងគេបងអស់ព្រមទាំងប្អូនស្រីដែលមានឈ្មោះថាម៉ាលីដែលនាងកំពុងសិក្សានៅសាកលវិទ្យាល័យនៅឡើយហើយនឹងម្ដាយរបស់គាត់ដែលមានឈ្មោះថាច័ន្ទដែលគ្រួសាររបស់ពួកគេកំពុងតែប្រឈមមុខនឹងចំណុចរបត់ដ៏ធំមួយព្រោះថាផ្ទះដែលគ្រួសាររបស់ពួកគេកំពុងជួលនៅតំបន់កណ្ដាលទីក្រុងនោះជិតនឹងត្រូវអ្នកវិនិយោគទិញយកទៅកំទេចចោលដើម្បីសាងសង់ខុនដូថ្មីយ៉ាងប្រណិតនៅទីនោះដូច្នេះហើយពួកគេបានទទួលសម្បត្តិពីអាជ្ញាធរឲ្យជម្លៀសចេញពីទីនោះក្នុងរយៈពេលយ៉ាងតិចជាង1ខែដោយសារតែសម្ពាធពីពេលវេលាដ៏ខ្លីថវិកាក៏មានកំណត់ទៀតនោះនិងតម្រូវការកន្លែងរស់នៅដែលធំជាងមុនជាបន្ទាន់ដើម្បីឲ្យម្ដាយគាត់មានកន្លែងសម្រាប់ដាំដើមឈើតូចៗដើម្បីបំបត្តិភាពអផ្សុកហើយវីរៈគាត់ផ្ទាល់ក៏ត្រូវការបន្ទប់ធ្វើការដែលស្ងប់ស្ងាត់ដែលអាចអង្គុយធ្វើការបានពេញមួយយប់ផងដែរដូច្នេះហើយទើបវីរៈត្រូវបើកឡានដើររកផ្ទះជួលនៅតាមតំបន់ជីក្រុងស្ទើរតែរាល់ថ្ងៃរហូតដល់មានថ្ងៃមួយនៅពេលល្ងាចនៅពេលដែលមេឃកំពុងតែប្រែពណ៌ទៅជាពណ៌ទឹកក្រូចលាយនឹងស្វាយនោះគឺជាបរិយាកាសពេលព្រលប់វីរៈគាត់បានបើកឡានវង្វេងចូលទៅក្នុងផ្លូវស្ងាត់មួយកន្លែងដោយចៃដន្យហើយសងខាងផ្លូវនោះពោពេញទៅដោយស្មៅដុះខ្ពស់ក្រាស់ប្រទាក់គ្នាលាយឡំជាមួយនឹងផ្ទះដែលសង់រីប៉ាយឃ្លាតឆ្ងាយពីគ្នាស្រាប់តែភ្នែករបស់វីរៈគាត់បានប្រទះឃើញស្លាកឈើចាស់មួយដែលគេវីនឹងដែកគោលទុកនៅបង្គោលភ្លើងមុខផ្លូវបំបែកដែលមានអក្សរពណ៌ក្រហមអាប់សរសេរថាផ្ទះជួលបន្ទាន់តម្លៃថោករូបថតនៅលើស្លាកនោះទោះបីជាស្រអាប់ក៏ដោយក៏នៅតែអាចមើលឃើញថាជាផ្ទះមួយខ្នងដែលមាន2ជាន់កន្លះធ្វើពីបេតុងខ្លះឈើខ្លះផងដែរពេលនោះអ្វីដែលធ្វើឲ្យវីរៈចាប់អារម្មណ៍ជាងគេបំផុតនោះគឺតម្លៃថោកដែលគួរឲ្យភ្ញាក់ផ្អើលមែនទែនបើប្រៀបធៀបទៅនឹងទំហំផ្ទះនោះវីរៈគាត់មិនបង្អែបង្អង់យូរឡើយគាត់ក៏ប្រញាប់ចុចលេខទូរស័ព្ទដែលមានសរសេរទុកនោះភ្លាមពេលដែលខលចូលនោះគឺមានសម្លេងស្ត្រីវ័យកណ្ដាលម្នាក់ដែលមានសម្លេងស្រួយនិងស្មើដែលនិយាយមកគ្មានទឹកដមសម្លេងអ្វីទាំងអស់ពេលនោះដែរនាងបានប្រាប់វីរៈថាផ្ទះមួយខ្នងនេះទំនេរអស់រយៈពេលយូរឆ្នាំណាស់មកហើយអាចចូលនៅបានភ្លាមនៅពេលដែលវីរៈសួរទៅវិញពីមូលហេតុដែលឲ្យជួលក្នុងតម្លៃថោកដែលមិនសមនឹងតម្លៃផ្ទះធំនោះដែលហាក់ដូចជាជួលឲ្យរស់នៅសឹងតែឥតគិតថ្លៃទៅហើយនោះស្រាប់តែនាងបានឆ្លើយតបមកវិញយ៉ាងខ្លីៗថាគាត់មិនចង់ទុកផ្ទះនោះឲ្យទំនេរចោលចាស់ធ្លុះធ្លាយទៅនាំតែខាតបង់នោះទេបើមានគេជួលអញ្ចឹងផ្ទះនោះក៏បានជាអ្នកនឹងជួយមើលថែរក្សាខ្លះផងដែរលុះដល់ថ្ងៃសៅរ៍រសៀលវីរៈមិនបានបង្អែបង្អង់យូរឡើយខ្លាចក្រែងម្ចាស់ផ្ទះគេដូរចិត្តជួលក្នុងតម្លៃថ្លៃវិញដូច្នេះគាត់បាននាំអូនស្រីរបស់គាត់ម៉ាលីនិងម្ដាយធ្វើដំណើរទៅមើលផ្ទះនោះដោយផ្ទាល់ភ្លាមហើយផ្ទះមួយខ្នងនេះស្ថិតនៅស្ទើរតែចុងផ្លូវទៅហើយដែលមានបរិយាកាសជុំវិញស្ងប់ស្ងាត់រហូតដល់ទៅហាក់បីដូចជាស្ងាត់ដែលគួរឲ្យរន្ធត់ទៅវិញ
នៅទីនោះគ្មានសំឡេងឡានបើកឆ្លងកាត់គ្មានសំឡេងក្មេងរត់លេងមានតែសំឡេងសត្វស្លាបកំពុងតែស្រែកយំម្ដងម្កាលតែប៉ុណ្ណោះពេលដែលទៅដល់ទីនោះរឿងដំបូងគេបង្អស់ដែលតាក់ទាញភ្នែករបស់អ្នកទាំង3នោះគឺថានៅទីនោះមានដើមជ្រៃធំមួយដើមដែលដុះនៅក្នុងបរិវេណផ្ទះនោះដែរដើមជ្រៃនោះធំរហូតដល់ត្រូវការមនុស្ស10-20 នាក់ទើបអាចព័ទ្ធជុំវាបានមែករបស់វាបានរីករាលដាលគ្របដណ្ដប់ទៅលើរបងផ្នែកខាងស្ដាំនៃផ្ទះនោះហើយឫសរបស់ដើមជ្រៃនោះដុះធ្លាក់ចុះមករនេញរណោកដូចជាសក់មនុស្សអញ្ចឹងដែលរារាំងពន្លឺថ្ងៃមិនឲ្យចូលសពបរិវេណផ្ទះនោះឡើយដែលធ្វើឲ្យបរិយាកាសផ្ទះទាំងមូលនោះមើលទៅវាដូចជាអាប់អួរមែនតែនទោះបីជាម៉ោង1រសៀលហើយក៏ដោយពេលដែលបើកទ្វាររបងដែកច្រេះពណ៌ខ្មៅចូលទៅក្នុងផ្ទះនោះក្លិនដំបូងគេដែលអណ្ដែតមកប៉ះនឹងច្រមុះរបស់ពួកគេគឺជាក្លិនឆួលនៃដីនិងក្លិនឈើចាស់លាយឡំជាមួយនឹងក្លិនក្រអូបឈ្ងុយដូចជាផ្កាល្ហុងដែលអណ្ដែតចេញពីទិសមិនច្បាស់ថាទិសខាងណានោះទេហើយបើនិយាយពីជាន់ក្រោមនៃផ្ទះនោះវិញគេធ្វើពីបេតុងប៉ូលីរលោងត្រជាក់ខ្លាំងណាស់ត្រជាក់ដល់ទៅសាយភាយឡើងតាមបាតជើងទោះបីជាអាកាសធាតុខាងក្រៅកំពុងតែក្តៅខ្លាំងក៏ដោយក៏នៅខាងក្នុងផ្ទះនោះនៅតែមានសីតុណ្ហភាពត្រជាក់ដដែលនៅក្នុងផ្ទះនោះមានទីធ្លាធំទូលាយនិងមានផ្ទះបាយដែលគេសង់បន្ថែមនៅខាងក្រោយចំណែកជាន់ទី2វិញគេធ្វើកម្រាលឈើក្តារធំពណ៌ខ្មៅរាល់ពេលដែលពួកគេបោះជំហានដើរឡើងទៅវាបានបន្លឺសំឡេងឮសូរសន្ធឹកពេញផ្ទះតាមលក្ខណៈផ្ទះចាស់ដែលគេទុកចោលយូរណាស់មកហើយចំណែកជាន់ខាងលើមាន3បន្ទប់ទៀតប៉ុន្តែអ្វីដែលចម្លែកនិងតាក់ទាញភ្នែកជាងគេនោះគឺថានៅតាមសាលតូចចង្អៀតនៃជាន់ទី2នេះមានជណ្ដើរឈើមួយទៀតដែលលាក់ខ្លួននៅក្នុងមុំងងឹតឡើងទៅកាន់បន្ទប់ក្រោមដំបូលដែលទ្វារឈើនោះត្រូវបានគេបិទជិតនិងចាក់សោដោយសោដែកដែលសោនោះមានសភាពចាស់មែនទែនរហូតទៅដល់2ជាន់ឯណោះជុំវិញសោនោះមានស្នាមកោសដូចជាក្រចកដៃកោសចូលយ៉ាងជ្រៅទៅក្នុងឈើម្ចាស់ផ្ទះដែលឈរមើលពីចម្ងាយក៏និយាយដោយសំឡេងស្មើថាបន្ទប់នោះទុកដាក់របស់ចាស់របស់ជីដូនជីតារបស់គាត់ហាមអ្នកណាឡើងទៅបើកឲ្យសោះទុកវាចោលបែបនោះទៅដោយឃើញថាផ្ទះនោះមានសភាពធំទូលាយដែរដូច្នេះវិរៈទោះបីជាគាត់មានអារម្មណ៍ថាជារៀងចម្លែកបន្តិចក៏ដោយគាត់ក៏មិនសូវបានយកចិត្តទុកដាក់អីខ្លាំងនោះដែរអ្នកទាំង3ក៏បានសម្រេចចិត្តចុះកុងត្រានិងរៀបចំផ្លាស់ទីលំនៅក្នុងសប្តាហ៍បន្ទាប់ទៀតថ្ងៃដំបូងនៃការផ្លាស់ចូលអ្វីហាក់ដូចជាដំណើរការទៅយ៉ាងរលូនការបែងចែកបន្ទប់គឺសាមញ្ញម្ដាយជ្រើសរើសយកបន្ទប់ធំដែលនៅខាងមុខព្រោះមានខ្យល់អាកាសចេញចូលស្រួលចំណែកឯម៉ាលីវិញគឺនៅបន្ទប់ធំល្មមរីឯវិរៈជ្រើសរើសយកបន្ទប់តូចបំផុតដែលនៅជាប់នឹងជណ្ដើរឡើងទៅបន្ទប់ក្រោមដំបូលទោះបីជាពួកគេរស់នៅប្រមាណថ្ងៃនេះហាក់ដូចជាធម្មតាក៏ពិតមែនប៉ុន្តែអារម្មណ៍ចម្លែកបានចាប់ដើមកើតឡើងតាំងពីយប់ដំបូងមកម្លេះស្រាប់តែសុកវិរៈគាត់មានអារម្មណ៍ថាខ្យល់នៅក្នុងបន្ទប់របស់គាត់ត្រជាក់ខុសពីធម្មតាទោះបីជាមិនបានបើកម៉ាស៊ីនត្រជាក់ក៏ដោយភាពត្រជាក់នោះវាបានសាយភាយចូលទៅដល់ក្នុងឆ្អឹងរហូតដល់គាត់ត្រូវដេករុំភួយក្រាស់ជាច្រើនជាន់ទើបអាចទប់ទល់នឹងភាពត្រជាក់នោះបានមានយប់មួយ
វីរៈគាត់មានអារម្មណ៍ថាដូចជាមានភ្នែកមួយគូកំពុងតែសម្លឹងមើលគាត់ចុះពីលើពិដានមកតាមស្នាមប្រេះមួយនៅលើពិដានប៉ុន្តែដោយសារតែការនឿយហត់ពីការដឹកអីវ៉ាន់និងរៀបចំអីវ៉ាន់ក្នុងផ្ទះនោះវីរៈគាត់ក៏មិនបានខ្វល់អ្វីនោះឡើយគាត់ក៏ដេកលង់លក់បាត់ទៅប៉ុន្តែនៅយប់ទី3ស្រាប់តែរឿងភ័យរន្ធត់ពិតប្រាកដមួយបានចាប់ផ្ដើមកើតឡើងយប់នោះវេលាម៉ោង2ភ្លឺបន្តិចខណៈពេលដែលវីរៈកំពុងអង្គុយពាក់កាសស្ដាប់តន្ត្រីនិងធ្វើការងារក្រាហ្វិករបស់គាត់នៅមុខកុំព្យូទ័រស្រាប់តែមានពន្លឺពណ៌ខៀវមួយហោះចេញភាយមកប៉ះលើផ្ទៃមុខរបស់វីរៈរំពេចនោះដែរនៅពេលដែលគាត់កំពុងតែផ្ដោតអារម្មណ៍ទៅលើអេក្រង់កុំព្យូទ័ររបស់គាត់ស្រាប់តែគាត់មានអារម្មណ៍ញាប់ញ័ររំជួយពេញខ្លួនចេញពីកម្រាលឈើដែលនៅខាងក្រៅបន្ទប់មកវាញ័ររហូតដល់កែវទឹកនៅលើតុធ្វើការរបស់គាត់មានរលកតិចតិចពេលនោះដែរវីរៈគាត់ក៏ដោះកាសចេញហើយក៏ស្ដាប់ដោយផ្ចង់អារម្មណ៍ហើយសំឡេងនោះវាជាសំឡេងដែលពិបាកនឹងពណ៌នាខ្លាំងណាស់វាដូចជាសំឡេងសាច់ដុំធំនិងទម្ងន់ធ្ងន់ណាស់កំពុងត្រូវបានគេអូសនៅលើកម្រាលឈើលាយឡំជាមួយនឹងសំឡេងទង្គិចទៅនឹងឥដ្ឋយឺតធ្ងន់និងទៀងទាត់ថែមទៀតផងពេលនោះដែរវីរៈក៏បានសម្រេចចិត្តយកពិលតូចមួយពីក្បាលគ្រែរបស់គាត់កាន់យ៉ាងណែនរួចក៏ប្រុងប្រៀបនឹងបើកទ្វារចេញទៅតាមសំឡេងនោះផងដែរគាត់បានបើកទ្វារយឺតហើយមើលទៅខាងក្រៅពេលនោះពន្លឺពិលរបស់គាត់បានបំភ្លឺទៅលើផ្ទៃផ្ទះទាំងមូលគឺទទេស្អាតគ្មាននរណាម្នាក់នៅទីនោះទេទ្វារបន្ទប់បណ្ដាយនិងប្អូនស្រីរបស់គាត់ក៏នៅបិទជិតដដែលប៉ុន្តែសំឡេងនៅតែបន្តឮដដែលវីរៈព្រឺភ័យបះរោមជ្រងពេលដឹងថាសំឡេងនោះមិនមែនឮចេញពីជាន់ទី2នោះទេវាឮចេញពីក្រោមជណ្ដាលឡើងទៅបន្ទប់ក្រោមដំបូលផ្ទះទៅវិញទេដែលស្ថិតនៅជាប់នឹងបន្ទប់របស់គាត់តែម្ដងពេលនោះវីរៈភ័យបះរោមក៏លាបទឹកមាត់ក្អឹកហើយក៏បោះជំហានឡើងតាមជណ្ដាលឈើតូចចង្អៀតនោះមួយជំហានម្ដងភាពត្រជាក់យ៉ាងខ្លាំងបានសាយភាយចុះពីលើផ្ទៃខាងលើដំបូលរហូតដល់ដង្ហើមរបស់វីរៈប្រែคล้ายទៅជាចំហាយទឹកកកភ្លាមមួយរំពេចពេលនោះពន្លឺពិលរបស់គាត់បានឡើងទៅដល់ចំណុចចំណោតមួយមុនទ្វារបន្ទប់ក្រោមដំបូលស្រាប់តែអ្វីមួយដែលវីរៈបានឃើញមុនគេនោះដែលបានធ្វើឲ្យវីរៈមានអារម្មណ៍ថាឈាមក្នុងខ្លួនក៏ទៅជាដុំហើយព្រោះគាត់បានឃើញស្រីចាស់ម្នាក់គាត់កំពុងតែប្រើក្រចកដៃវែងពណ៌ខ្មៅកោសឈើយ៉ាងខ្លាំងនៅទីនោះបន្ទាប់មកយាយនោះក៏លើកក្បាលដែលពោពេញទៅដោយសក់ស្កូវរួញអង្កាញ់យកថ្ងាសរបស់ខ្លួនទៅបោកនឹងជណ្ដាលនោះយ៉ាងខ្លាំងដោយខ្មោចនោះហាក់ដូចជាដឹងថាមាននរណាម្នាក់កំពុងសម្លឹងមើលគាត់ស្រាប់តែស្ត្រីចំណាស់នោះក៏ឈប់ធ្វើសកម្មភាពទាំងអស់ហើយគាត់ក៏បានបង្វិលករបស់ខ្លួនបន្តិចម្ដងក្បាលបែរមកក្រោយឆ្អឹងកឮសូរតែក្រឹកយ៉ាងច្បាស់នៅក្នុងភាពស្ងាត់ជ្រងំនារាត្រីកាលករបស់យាយនោះបានបង្វិលខុសពីធម្មជាតិស្ទើរតែ180ដឺក្រេទៅហើយមុខដែលបែរមកនោះមានភ្នែកក្រហមហូរឈាមសម្លឹងមកវីរៈដោយចេតនាពេលនោះដែរពេលដែលឃើញបែបហ្នឹងវីរៈដោយស្លុតខ្លាំងពេកដៃក៏គ្មានកម្លាំងហើយក៏ទម្លាក់ពិលធ្លាក់ទៅលើឥដ្ឋយ៉ាងខ្លាំងពេលនោះពន្លឺពិលនោះក៏រមៀលទៅប៉ះនឹងផ្ទៃជញ្ជាំងហើយក៏រលត់ភ្លើងបាត់ទៅភាពងងឹតបានក្រត់ដណ្ដប់នៅទីនោះទាំងស្រុងព្រមជាមួយគ្នានោះដែរសំឡេងសើចយ៉ាងខ្លាំងសើចឡើងយ៉ាងក្រហល់ក្រហាយបានបន្លឺឡើងសំឡេងនោះមិនមែនឮចេញមកពីចម្ងាយនោះទេវាឮនៅក្បែរនឹងត្រចៀករបស់គាត់តែម្ដង
ពេលនោះដែរវីរៈក៏បានប្រមូលកម្លាំងចិត្តចុងក្រោយរបស់គាត់លោតចុះពីលើជណ្ដើររត់ចូលទៅក្នុងបន្ទប់គាត់វិញយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបានហើយទាញទ្វារបិទនិងចាក់សោលាន់លឺសូរតែក្តាំងដូចជាមនុស្សឈួតអញ្ចឹងគាត់លោតឡើងលើគ្រែរុំខ្លួនគាត់ដោយភួយក្រាស់ក្រាស់ហើយអធិដ្ឋាននិងសូត្រធម៌គ្រប់ទាំងអស់ឲ្យតែគាត់នឹកឃើញដោយរាងកាយរបស់គាត់ញាប់ញ័ររំជួយដោយក្តីភ័យខ្លាចបំផុតនៅក្នុងឆាកជីវិតរបស់គាត់រហូតដល់ពេលព្រឹកលុះដល់ព្រឹកឡើងវីរៈចុះមកតុបាយដើម្បីញ៉ាំអាហារពេលព្រឹកដោយទឹកមុខស្លេកស្លាំងក្រោមភ្នែកងងឹតជាំឯដូចជាមនុស្សគេងមិនលក់អស់ជាច្រើនថ្ងៃអញ្ចឹងប៉ុន្តែគាត់បានជ្រើសរើសយកការអត់ធ្មត់ដោយទ្រាំញ៉ាំបាយដោយភាពស្ងៀមស្ងាត់ដោយព្យាយាមលាក់រឿងទាំងនេះទុកជាការសម្ងាត់មិនហ៊ានប្រាប់ម្ដាយឬប្អូនស្រីឲ្យដឹងឡើយព្រោះខ្លាចពួកគេខ្លាចដែរវីរៈគាត់ព្យាយាមប្រាប់ខ្លួនឯងថាយំមិញគាត់បានធ្វើការធ្ងន់ពេកសម្រាប់បានតិចតួចពេកប្រហែលជាយល់ច្រឡំភ្នែកក៏ស្រវាំងទៅវិញគ្រាន់តែយល់សពគ្រាន់តែនឿយហត់ប៉ុន្តែភ្នែករបស់គាត់នៅក្នុងកញ្ចក់បានប្រាប់ការពិតមួយផ្សេងទៀតប៉ុន្តែរឿងរ៉ាវភ័យរន្ធត់នៃផ្ទះនេះមិនទាន់បញ្ចប់ត្រឹមតែប៉ុណ្្នឹងនោះទេកន្លងទៅបានតែមួយសប្តាហ៍ប៉ុណ្ណោះម៉ាលីក៏ត្រូវប្រឈមមុខនឹងហេតុការណ៍មួយដែលស្ទើរតែធ្វើឲ្យនាងភ័យខ្លាចរហូតដល់បាត់បង់ស្មារតីថ្ងៃនោះគឺជាថ្ងៃសៅរ៍ម្ដាយរបស់គាត់បានធ្វើដំណើរទៅវត្តនៅខេត្តឆ្ងាយដើម្បីប្រតិបត្តិធម៌សិលបំពេញរីឯវីរៈវិញមានកិច្ចប្រជុំបន្ទាន់ជាមួយនឹងអតិថិជននៅតាមហាងកាហ្វេនៅក្នុងទីក្រុងដោយបណ្ដោយទុកឲ្យម៉ាលីនៅមើលផ្ទះតែម្នាក់ឯងនៅពេលរសៀលនៅថ្ងៃនោះពេលវេលាប្រហែលជាម៉ោង4រសៀលធាតុអាកាសខាងក្រៅក្តៅខ្លាំងណាស់តាមបែបអាកាសធាតុប៉ុន្តែចំណែកបរិយាកាសនៅក្នុងផ្ទះនោះវិញបែរជាត្រជាក់ស្រេបសឹងតែកកទៅហើយដែលធ្វើឲ្យម៉ាលីនាងត្រជាក់ចុងដៃចុងជើងចង់ញាក់សាច់ទៅហើយនៅពេលនោះដែរម៉ាលីមានអារម្មណ៍ថាដូចជាមានចំហាយខ្យល់ត្រជាក់កំពុងតែវិលជុំវិញខ្លួននាងគ្រប់ពេលវេលាភ្លាមនោះម៉ាលីនាងស្រេកទឹកនាងក៏ដើរចុះមកពីបន្ទប់គេងដើម្បីរកទឹកត្រជាក់ផឹកនៅក្នុងផ្ទះបាយជាន់ក្រោមខណៈពេលដែលនាងកំពុងបើកទ្វារទូទឹកកកនោះស្រាប់តែកែវភ្នែករបស់នាងក៏បានប្រទះឃើញស្រមោលខ្មៅមួយដើរកាត់មុខទ្វារផ្ទះបាយឆ្ពោះទៅកាន់ជណ្ដើរឡើងភ្លាមពេលនោះដែរម៉ាលីនាងនឹកស្មានថាបងវីរៈប្រហែលជាបានបញ្ចប់កិច្ចការមុនម៉ោងកំណត់ហើយមើលទៅនាងក៏ស្រែកហៅទៅតាមទម្លាប់របស់នាងថាញ៉ាំបាយហើយនៅបងត្រឡប់មកវិញហើយឬមានទិញបាយឆ្ងាញ់មកផ្ញើអូនអត់តែពេលនោះដែរគឺគ្មានសំឡេងឆ្លើយតបនឹងម៉ាលីនោះទេមានតែភាពស្ងប់ស្ងាត់ឈឹងដែលគ្របដណ្ដប់នៅក្នុងផ្ទះទាំងមូលនៅពេលដែលម៉ាលីបិទទ្វារទូទឹកកកដោយកាន់កែវទឹកហើយដើរចេញទៅកាន់សាលធំហើយនៅពេលដែលនាងងើបមុខឡើងមើលទៅលើចំណោទជាន់ទី2អ្វីដែលនាងបានឃើញនៅពេលនោះបានធ្វើឲ្យបេះដូងរបស់នាងស្ទើរតែឈប់លោតទៅហើយរូបដែលឈរនៅទីនោះមិនមែនជាបងប្រុសរបស់នាងនោះទេប៉ុន្តែជារូបបុរសម្នាក់ដែលមានរាងកាយធំសម្បើមកម្ពស់លើសពីមនុស្សធម្មតាទៅទៀតរំពេចនោះបរិយៈដែលមានមុខឆេះដោយភ្លើងពេញនោះក៏បែរខ្លួនមកវិញបន្តិចម្ដងមុខរបស់គាត់ពាក់កណ្ដាលឆេះខ្មៅហើយពាក់កណ្ដាលទៀតឆេះដល់ឆ្អឹងសឯនោះភ្នែកម្ខាងទៀតប៉ោងក្រហមសម្លឹងមកកាន់នាងដោយកំហឹងនិងការអន់ចិត្តយ៉ាងខ្លាំងបរិយៈនោះបានលើកដៃដែលពោពេញទៅដោយដំបៅរលួយឡើងចង្អុលមកកាន់ម៉ាលីហ
ហើយបន្លឺសំឡេងយ៉ាងខ្លាំងឡើងថាឯងចូលមកក្នុងទីកន្លែងរបស់អញធ្វើអីពេលនោះម៉ាលីស្រែកយ៉ាងខ្លាំងទម្លាក់កែវទឹកចោលធ្លាក់បែកខ្ចាយពេលនោះដែរម៉ាលីភ័យរហូតដល់បាត់បង់ស្មារតីនាងរត់ចេញទាំងប្រវេសប្រវាស់ពីផ្ទះនោះបើកទ្វារផ្ទះរត់ទៅដល់ផ្លូវធំនាងរត់ដោយមិនដឹងខ្លួនថានាងរត់ទៅដល់ហាងលក់គ្រឿងទេសនៅមាត់ផ្លូវធំនោះទេហើយនាងបានទៅអង្គុយអោបជង្គង់ទាំងញាប់ញ័ររាងកាយដូចជាកូនសត្វហើយយំសោកយ៉ាងខ្លាំងរហូតដល់ថ្ងៃរះបន្តិចទើបវីរៈបើកឡានត្រឡប់មកដល់ពេលថ្ងៃបន្តិចវីរៈបានបើកឡានត្រឡប់មកដល់ម៉ាលីក៏បានប្រញាប់រត់ចូលទៅអោបបងប្រុសរបស់ខ្លួនហើយប្រាប់គ្រប់រឿងរ៉ាវទាំងអស់ទាំងទឹកភ្នែកនិងទឹកមាត់ហូរចេញមកវីរៈបានស្ដាប់អ្វីដែលប្អូនស្រីប្រាប់ហើយក៏ដឹងភ្លាមថាអ្វីដែលគាត់បានជួបកាលពីយប់ថ្ងៃមុនមិនមែនជាសុបិនឬជាការភ័ន្តភ្នែកនោះឡើយបងប្អូនទាំងពីរនាក់នោះបានពិភាក្សាគ្នាហើយសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាពួកគេនឹងផ្លាស់ចេញពីផ្ទះនេះឲ្យបានលឿនបំផុតដោយមិនខ្វល់ពីអ្វីទាំងអស់ប៉ុន្តែដោយសារតែការពិតដែលថាពួកគេត្រូវការទទួលប្រាក់កក់ចំនួនធំមកវិញហើយត្រូវការរកផ្ទះជួលថ្មីមួយទៀតឲ្យឃើញសិនទើបពួកគេបង្ខំចិត្តស៊ូទ្រាំស្នាក់នៅក្នុងផ្ទះនេះបន្តមួយរយៈទៀតវីរៈបានបញ្ជាយ៉ាងដាច់ខាតឲ្យម៉ាលីយកពូកទៅក្រាលនៅក្នុងបន្ទប់ម្ដាយដើម្បីឲ្យនាងមានអារម្មណ៍ថាសុវត្ថិភាពជាមុនបន្តិចហើយបន្ទាប់មកយប់ដែលដូចជាសុបិនអាក្រក់បំផុតនៃការរស់នៅក្នុងផ្ទះនេះក៏បានមកដល់ហើយយប់នោះមានព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំងភ្លេចបន្ទូលភ្លឺពាសពេញមេឃផ្គររន្ទះបន្លឺឡើងយ៉ាងខ្លាំងរហូតដល់ញ័រផ្ទះទាំងមូលវីរៈដេករមៀលទៅរមៀលមកនៅលើគ្រែក្នុងបន្ទប់តូចគាត់គេងមិនលក់ទាល់តែសោះពេលនោះដែរគាត់មានអារម្មណ៍ថាខ្យល់នៅក្នុងបន្ទប់ហាក់ដូចជាខុសប្លែកពីធម្មតាវាហាក់ដូចជាមាននរណាម្នាក់កំពុងតែបូមយកអុកស៊ីហ្សែនចេញពីបន្ទប់របស់គាត់អស់រលីងក្លិនឈ្ងៀមដូចឆេះភ្លើងនិងក្លិនឈាមក៏សាយភាយពាសពេញក្នុងបន្ទប់គាត់វីរៈគាត់ព្យាយាមបិទភ្នែកហើយស្រែកអធិដ្ឋានក្នុងចិត្តប៉ុន្តែអារម្មណ៍ដែលមានគេសម្លឹងមកកាន់គាត់គឺកាន់តែខ្លាំងឡើងពេលនោះដែរគាត់ក៏សម្រេចចិត្តបើកភ្នែកឡើងមើលទៅលើពិដានដែលមានស្នាមប្រេះវែងមួយហើយក្នុងស្នាមប្រេះនោះមានភ្នែកក្រហមមួយកំពុងតែសម្លឹងមើលមកគាត់វីរៈគាត់បើកភ្នែកធំរូបកាយរបស់គាត់ក៏ឡើងរឹងដូចគល់ឈើកម្រើកធ្វើចលនាអ្វីក៏មិនរួចសូម្បីតែចុងម្រាមដៃគាត់ព្យាយាមស្រែកដើម្បីសុំជំនួយប៉ុន្តែគាត់គ្មានកម្លាំងស្រែកនោះទេព្រោះថាពេលនោះគាត់កំពុងត្រូវបានខ្មោចសង្កត់ជាប់ទៅហើយស្នាមប្រេះនៅលើពិដានចាប់ដើមឮសូរសំឡេងប្រេះបែកហើយវាក៏បើកធំឡើងធូលីនិងបំណែកពិដានស្រុតចុះមកលើផ្ទៃមុខហើយនឹងលើក្រែរបស់វីរៈជាច្រើនហើយពីរុនងងឹតនៅលើពិដាននោះក៏មានដៃពីរដែលពោពេញទៅដោយស្នាមឆេះដោយភ្លើងឡើងរលួយមានទឹករងៃហូរស្រក់ចុះមកផងដែរកំពុងតែពយួរខ្លួនចុះមកលើវីរៈបន្ទាប់មកក្បាលរបស់បរតយៈដែលរលួយនោះក៏ពយួរចុះពីប្រហោងនៅលើពិដានមុខរបស់វារលួយពាក់កណ្ដាលនិងឆ្អឹងពាក់កណ្ដាលចុះមកនៅជិតមុខរបស់វីរៈត្រឹមតែប្រមាណធ្នាប់តែប៉ុណ្ណោះដំណក់ទឹកខ្មៅនិងទឹករងៃស្រក់ចុះមកលើថ្ពាល់របស់វីរៈបរោះយៈនោះញញឹមយ៉ាងសាហាវរហូតឃើញឆ្អឹងធ្គាមហើយបន្លឺសំឡេងប្រាប់វីរៈថាចេញពីកន្លែងអញទៅនៅពេលដែលដំណក់ទឹកខ្មៅនោះធ្លាក់មកប៉ះនឹងថ្កាសរបស់វីរៈគាត់ក៏ប្រមូលកម្លាំងកាយកម្លាំងចិត្តចុងក្រោយដែលមាននៅក្នុងជីវិតរបស់គាត់ហើយស្រែកឡើងយ៉ាងខ្លាំងពេលនោះគាត់ក៏បានរួចពីការជាប់គាំងនោះរាងកាយរបស់គាត់រមួលទៅរមួលមកមួយជុំហើយគាត់ក៏ពង្រះខ្លួនបានហើយក្រោកពីដំណេកនោះមកយ៉ាងលឿន
វីរៈគាត់ក៏ស្ទុះទៅធាក់ទ្វារបន្ទប់ម្ដាយនិងប្អូនស្រីជាបន្តបន្ទាប់លន់លឺសូនៅក្នុងផ្ទះលន់កងរំពងម្ដាយនិងម៉ាលីភ្ញាក់ពីដំណេកដោយភ័យរន្ធត់មើលមកវីរៈដោយទឹកមុខស្រឡាំងកាំងយប់នោះអ្នកទាំង3បានយំអោបគ្នាយ៉ាងណែនហើយយំសោកទាំងទឹកភ្នែកនិងការភ័យខ្លាចពួកគេបានរត់ចេញពីផ្ទះនោះដោយបើករថយន្តចេញយ៉ាងលឿនទៅកាន់សន្តាគារមួយដើម្បីស្នាក់នៅយប់នោះដោយមិនបានយកទ្រព្យសម្បត្តិឬកុំព្យូទ័រអ្វីទៅជាមួយឡើយលុះដល់ព្រឹកបន្ទាប់វីរៈបានតាក់ទងទៅកាន់ម្ចាស់ផ្ទះភ្លាមដើម្បីសុំជួបនៅផ្ទះមួយខ្នងនោះគាត់បានសុំលុបចោលកិច្ចសន្យានិងសុំដឹកជញ្ជូនអីវ៉ាន់ចេញនៅថ្ងៃនោះតែម្ដងហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺម្ចាស់ផ្ទះនោះមានទឹកមុខស្ងប់ស្ងាត់និងមិនភ្ញាក់ផ្អើលឬភ័យខ្លាចអ្វីឡើយនៅពេលដែលវីរៈបានរៀបរាប់រឿងរ៉ាវទាំងអស់ឲ្យនាងស្ដាប់នាងគ្រាន់តែដកដង្ហើមធំហើយងក់ក្បាលទទួលស្គាល់ហើយក៏យល់ព្រមប្រគល់ប្រាក់កក់ពាក់កណ្ដាលមកវិញដោយស្ម័គ្រចិត្តផងដែរនៅក្នុងពេលដែលគ្រួសាររបស់វីរៈកំពុងដឹកអីវ៉ាន់យ៉ាងប្រញាប់ប្រញាល់ចេញពីផ្ទះនោះមកនៅតាមផ្លូវចេញពីភូមិវីរៈគាត់មានឱកាសបានជួបនិយាយគ្នាជាមួយនឹងតាម៉ែនដែលតាម៉ែនគាត់មានវ័យ70ឆ្នាំហើយគាត់រស់នៅក្នុងផ្ទះបេតុងមួយកន្លែងនៅម្ដុំនឹងផ្ទះនោះដែរតាម៉ែនឈរសម្លឹងមើលព្រឹត្តិការណ៍នោះអស់រយៈពេលយូរមកហើយមុននឹងដកដង្ហើមធំហើយដើរចូលមកជិតទីតាំងនោះតាម៉ែនបាននិទានប្រាប់វីរៈពីប្រវត្តិដ៏ខ្មៅងងឹតនៃដីមួយកន្លែងនេះតាប្រាប់ថាដីត្រង់កន្លែងដែលវីរៈជួលនៅនោះព្រមទាំងដីជុំវិញផ្ទះនិងជិតខាងពី3ខ្នងទៀតនោះកាលពីអតីតកាលរាប់សិបឆ្នាំមុនវាធ្លាប់ជាកន្លែងបញ្ចុះសពឬជាកន្លែងដុតសាកសពរបស់វត្តចាស់មួយវាជាកន្លែងចោលសពអ្នកស្លាប់តោកយ៉ាកឬអនាថានិងអ្នកស្លាប់តាមរបៀបផ្សេងជាច្រើនមុននឹងមានភាពចម្រុងចម្រើនជាច្រើនចូលមកវត្តនោះត្រូវបានគេរុះរើហើយមានអ្នកមូលធនចូលមកទិញដីត្រង់កន្លែងនោះដើម្បីកែប្រែដីនោះលក់ជាដីឡូនិងសង់ផ្ទះសម្រាប់រស់នៅវិញចំណែកឯអាថ៌កំបាំងនៃបន្ទប់ក្រោមដំបូលផ្ទះនោះវិញតាម៉ែនបានប្រាប់បន្ថែមទៀតថាតាមពិតទៅវាមិនមែនជាកន្លែងទុកដាក់របស់របរចាស់របស់ជីដូនជីតាគាត់អីនោះទេរឿងពិតគឺថាម្ចាស់ផ្ទះដើមដែលសង់ផ្ទះនេះមានជំនឿយ៉ាងមុតមាំទៅលើវេទមន្តខ្មៅគាត់បានអញ្ជើញអាចារ្យមកធ្វើពិធីដើម្បីចងវិញ្ញាណមកវិញនិងខ្មោចស្លាប់តោកយ៉ាឬតៃហោឲ្យនៅក្នុងបន្ទប់ក្រោមដំបូលនោះគោលបំណងរបស់គាត់គឺចង់យកវិញ្ញាណទាំងនោះមកធ្វើជាព្រាយសម្រាប់យាមផ្ទះនិងបង្កើនសំណាងផ្នែកអាជីវកម្មរបស់គាត់ប៉ុន្តែអំពើវេទមន្តខ្មៅគឺមិនខ្លាំងក្លាដូចជាមន្តអាគមខ្មែរយើងនោះទេវេទមន្តនោះគឺពិបាកនឹងគ្រប់គ្រងវិញ្ញាណទាំងនោះខ្លាំងណាស់នៅទីបំផុតវិញ្ញាណទាំងនោះមានអំណាចខ្លាំងក្លាជាងរហូតដល់មិនអាចទប់ទល់បានវិញ្ញាណទាំងនោះក៏បានត្រឡប់មកសងសឹកវិញដល់អ្នកដែលចិញ្ចឹមវាម្ចាស់ផ្ទះដំបូងបានបាត់បង់ស្មារតីឈួតវង្វេងហើយក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅត្រង់ជណ្ដើរឡើងទៅបន្ទប់ក្រោមដំបូលនោះទៅបន្ទាប់ពីហេតុការណ៍សោកសៅនៅគ្រានោះកើតឡើងហើយផ្ទះនោះត្រូវបានលក់បន្តទៀតនិងផ្លាស់ប្ដូរដៃអ្នកជួលរាប់មិនអស់នោះឡើយប៉ុន្តែអ្វីដែលគួរឲ្យភ័យខ្លាចនោះគឺគ្មានអ្នកជួលណាមួយដែលអាចស្នាក់នៅក្នុងផ្ទះនេះបានលើសពី1ខែឡើយអ្នកខ្លះទៀតបានឃើញបរិសុទ្ធរាងយក្សដើរកាត់តាមជញ្ជាំងបន្ទប់ហើយអ្នកខ្លះទៀតពេលដេកត្រូវខ្មោចសង្កត់ជាប់រហូតដល់ព្រឹកស្ទើរតែបាត់បង់ជីវិតតាម៉ែនបានបញ្ជាក់ថាអ្នកភូមិជុំវិញនោះជឿថាទាំងនេះគឺជាខ្មោចតៃហោនិងខ្មោចដែលស្លាប់តាមរបៀបផ្សេងដែលត្រូវបានគេចងវិញ្ញាណភ្ជាប់នឹងដីមួយកន្លែងនេះពួកវាកំពុងខឹងសម្បាហើយនៅតែវិលវល់ដើម្បីទាមទារទឹកដីរបស់ពួកវាវិញទាមទារយកដីមួយកន្លែងនេះ
ដែលធ្លាប់ជាកន្លែងស្នាក់អាស្រ័យរបស់ពួកវាយកមកវិញប្រសិនបើអ្នកណាបានជួបប្រទះហេតុការណ៍ដូចជាវីរៈតើអ្នកនឹងជ្រើសរើសរត់ចោលប្រាក់កក់មួយភាគធំដែរឬទេដើម្បីយកតែជីវិតឲ្យរួចផុតឬក៏អ្នកនឹងស៊ូទ្រាំបន់ស្រន់និងស្នាក់នៅទីនោះបន្តទៀតសូមជួយបញ្ចេញមតិនិងចែករំលែកគំនិតរបស់អស់លោកអ្នកនៅខាងក្រោមវីដេអូនេះសូមពុកម៉ែបងប្អូនចុច like share និង subscribe បើសិនជាអស់លោកអ្នកចូលចិត្តរឿងភ័យរន្ធត់បែបនេះដើម្បីជាការលើកទឹកចិត្តឲ្យយើងខ្ញុំបាននាំយកនៅរឿងរ៉ាវភ័យរន្ធត់បែបនេះមកនិទានជូនពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូបន្ទាប់ទៀត